miền bom ôn dương chỉ chán đây ở phở cối hói ở đăng thà cối khôi là biệt mạch hay ở đăng thà cả lăng không luôn vía miềnประมาณ phía rồi chẳng ngày ní cứ nhóm miền sầm mẹ bó thì sẽ đam bayประโยชน์đào bom ôn đại tên nhà cối tới khôi tăng thâm mày hay ở đăng thà cả lăng không luôn vía nó màn chẳng sầm mẹ cối mà tố cứ sủa lề bom ôn á cứ cả lăng vol bao vía cứ pin đọt vol cái pin đọt vol pet ai si sẽ vía víaអាចឡើងដល់តែ100 ចឹងទៅអញ្ចឹងបងប្អូនចង់ដឹងថាហេតុអីបានជាយើងអាចវាស់ដឹងអត់មកឥឡូវថ្ងៃនេះគឺខ្ញុំមានម៉ាស៊ីនវាស់ CCA ដើម្បីចែករំលែកឲ្យបងប្អូនមើលឲ្យដឹងថាម៉ូតូគេអគុយរបៀបម៉េចខូចកម្លាំងក្នុងខ្លួនវារបៀបម៉េចអញ្ចឹងជាដំបូងគឺយើងចុចមកនេះអូខេយកពីអូខេទៀតបាទអញ្ចឹងសម្រាប់ CCA កម្លាំងរបស់វាបានតែ100ជាងឯងតែយើងសេរីវាឲ្យត្រឹម300 CCA ហ្នឹងមកនេះយើងចង់បន្ទាបទៀតក៏បានដែរបន្ទាបទៀតយើងចុចចុះមកណាបន្តបន្ទាបចុចមកនេះដាក់250ទៅដោយសារកម្លាំង CCA វាបើកប់សេរីហ្មងបើអគុយល្អហ្មង175 CCA តែបើ CCA ហ្នឹងខូចវានៅសល់100គុតឬក៏105អញ្ចឹងតោះយើងចង់ដឹងថាម៉ូតូនេះអគុយថ្មីរើងតែវាខូចចង់ដឹងថា CCA វានៅប៉ុន្មានមកយើងចុចអូខេមកយើងចុចអូខេនេះមកអញ្ចឹងវាពងដំណើរការមើល CCA អគុយអូ CCA វា187ណាឃើញទេ187កម្លាំងអគុយកម្លាំងវ៉ុល12វ៉ុលចុច23ភាគរយការប្រើនៅសល់តែ35%ទេនេះ35%ទេអញ្ចឹងមានន័យថាអគុយនេះខូចហើយអញ្ចឹងតោះបងប្អូនយើងយកអគុយថ្មីក្នុងប្រអប់មកយកអគុយថ្មីក្នុងប្រអប់យើងចង់ដឹងទាំងអស់គ្នាថា CCA វាមានប្រមាណតោះអញ្ចឹងយើងវាស់ CCA ណាយើងវាស់ CCA វាមើលអគុយហ្នឹងវាកម្លាំងប៉ុន្មានអគុយថ្មីបាទអគុយថ្មីដែលនៅល្អអញ្ចឹងតើបងប្អូនយើងចង់ដឹងថាអគុយថ្មី CCA មានប៉ុន្មានណាឥឡូវយើងវាស់ទាំងអស់គ្នាចុចពីអូខេចុចពីអូខេទៀតចុចពីអូខេទៀតអញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់បងប្អូននេះណាអគុយថ្មី CCA 179យើងថា180ចុះឃើញទេ CCA 180មានន័យថាកម្លាំងក្នុងខ្លួនវាគឺខ្លាំងចំនួនវ៉ុលពី10វ៉ុលចុច84ចំនួនវ៉ុលគឺគ្រាន់តែជាកម្លាំងវ៉ុលទេតែកម្លាំង CCA ហ្នឹងហើយដែលអាចរុញភ្លើងដេរមានន័យថាវារុញណាដូចមនុស្សចឹងមនុស្សដូចគ្នាមនុស្សដូចគ្នាគីឡូ70ដូចគ្នាប៉ុន្តែមនុស្សខ្លះផឹកបានមួយកេសតែឯងមនុស្សខ្លះផឹកបានតែ3កំប៉ុងឯងមនុស្សខ្លះផឹកបាន5កំប៉ុងអញ្ចឹងអគុយនេះដូចគ្នាកម្លាំងវាពី10វ៉ុលដូចគ្នាប៉ុន្តែ CCA វាក្នុងខ្លួននឹងខុសគ្នាអាហ្នឹងគេហៅថាកម្លាំងមនុស្សខ្លះអាចជិះម៉ូតូបានមួយថ្ងៃទៅល្ងាចអស់សាំង3លីត្រមនុស្សខ្លះជិះម៉ូតូបានតែ1គីឡូ50គីឡូដីឯងមកវិញដេក2ថ្ងៃអត់ទាន់បាត់ទេមនុស្សខ្លះជិះមកជុំវិញស្រុកខ្មែរហើយមនុស្សគីឡូចិត្តដូចតែគ្នាទេអញ្ចឹងគេហៅថា CCA ដូចអគុយអញ្ចឹងនេះ179 CCA ណាភាគរយនេះអគុយនៅល្អ100%អូយអគុយនៅល្អ100%យើងអាចដឹង100%នេះទៀតនេះអគុយនេះនៅល្អ100% CCA 179បាទអញ្ចឹងបងប្អូនដែលអត់ចេះប្រើ CCA ឥឡូវនេះខ្ញុំធ្វើវីដេអូនេះគឺនៅក្នុង Channel YouTube របស់ខ្ញុំដើម្បីបរៀនឲ្យបងប្អូនចេះប្រើ CCA ឲ្យបងប្អូនយើងដែលជិះម៉ូតូឲ្យបងប្អូនយើងដែលពុកម៉ែបងប្អូនដែលមានម៉ូតូជិះយល់ដឹងពីបញ្ហាម៉ូតូបាទអញ្ចឹងបងប្អូនកុំភ្លេចជួយ Subscribe YouTube របស់ខ្ញុំជួយ follow YouTube Channel YouTube របស់ខ្ញុំដើម្បីឲ្យបងប្អូនយើងបានយល់ដឹងជាមួយនឹងការជួសជុលម៉ូតូក៏ដូចជាដឹងនៃប្រព័ន្ធភ្លើងម៉ូតូចាប់ពីពេលនេះតទៅអញ្ចឹងបងប្អូនណាបងប្អូនគ្រាន់តែមានម៉ាស៊ីន CCA នេះមួយបងប្អូនអាចដឹងពីកម្លាំងភ្លើងអគុយម៉ូតូរបស់យើងអញ្ចឹងបងប្អូនដែលគាំទ្រស្រឡាញ់ពីសិទ្ធអូតូទំនើបមិនថាក្នុង YouTube មិនថាក្នុង Page បងប្អូនអាចទៅមើលជាមួយនឹងការជួសជុលម៉ូតូរបស់ខ្ញុំបានអរគុណច្រើនអញ្ចឹងបងប្អូនយល់ហើយណាអញ្ចឹងតោះខ្ញុំឲ្យមើលភាសាទៀតណាជាដំបូងគឺយើងចាប់
អាគុយដកអាគុយបោកយើងមើលអាគុយដែលយើងសង្ស័យថាវាខូច CCA ណាឥឡូវយើងមើលទៅណាយើងចូលពីអូខេយើងយកពីអូខេទៀតបើសិនជាអា CCA នេះយើងកំណត់ទៅអូបានឥឡូវយកយើងវាស់អាគុយឡានធំយើងដាក់ដល់300ទៅ300ហ្មងដាក់300បាទអូខេបាទអូខេមក CCA វានៅតែ86ឯណាកម្លាំងរបស់វាមានន័យថាបើនិយាយពីមនុស្សវិញផឹកតែ2កំប៉ុងស្លាប់ហើយកម្លាំងភាគរយអាគុយនៅសល់តែ 50% ទេកម្លាំងវ៉ល12 វ៉លចុច23អញ្ចឹងវាខុសពីអាថ្មីឆ្ងាយណាស់យើងដាក់ថ្មីម្ដងអាថ្មីនេះ CCA វានៅល្អអញ្ចឹងយើងវាស់មួយសាទៀតយើងកំណត់300យើងកំណត់200យើងកំណត់300ចុះឲ្យបងប្អូនស្រួលចុចពីអូខេCCA វា179កម្លាំងវ៉ល12 8គុតណាភាគរយអាគុយនៅ 100% អញ្ចឹងបងប្អូនចេះប្រើណាសម្រាប់វាស់ CCA ហ្នឹងសម្រាប់ការទិញបងប្អូនអាចឆាត់ចូល page បានពីសិតអូតូទំនើប